វាជាការធ្វើប្រហែសរបស់ពលរដ្ឋមួយចំនួនវាមិនមែនទាំងអស់ទេណាព្រោះមានអ្នកខ្លះទៅគេចេះច្បាប់គេចេះទម្លាប់អីចឹងទៅពាក់ព័ន្ធទៅនឹងជាពាក់លុយគេហើយយកលុយទៅសងសិទ្ធទទួលការសងអ្នកណាជាអ្នកមានសិទ្ធក្នុងការទទួលហ្នឹងយើងធម្មតាខ្ញុំឧទាហរណ៍ថាយើងជាពាក់លុយម្ដាយហើយយើងយកទៅសងកូនហើយម្ដាយមិនដឹងម្ដាយមកទារលុយពីយើងវិញដដែលនៅក្នុងក្រមរដ្ឋប្រវេណីមាត្រា437មានកំណត់អំពីសិទ្ធិទទួលការសងចំណុចទី1គឺថាការសងនឹងមានសុពលភាពលុះត្រាតែធ្វើចំពោះម្ចាស់បំណុលឬអ្នកដតីទៀតដែលមានសិទ្ធិទទួលការសងកូនវាជក់ថ្នាំយើងទៅសងកូនម្ដាយអត់ដឹងហើយកូនអត់មានសិទ្ធិក្នុងការទទួលការសងផងអញ្ចឹងការសងរបស់យើងវាអត់មានសុពលភាពទេមាត្រាដដែលនៅចំណុចទី2បានចែងថាបើកូនបំណុលបានសងដល់អ្នកដែលគ្មានសិទ្ធិទទួលការសងកូនបំណុលនោះត្រូវសងទៅម្ចាស់បំណុលជាថ្មីម្ដងទៀតតាមការទាមទារពីម្ចាស់បំណុលនោះក្នុងករណីនេះអ្នកសងអាចទាមទារឲ្យអ្នកគ្មានសិទ្ធិដែលបានទទួលការសងនោះប្រគល់កម្មវត្ថុនៃការសងនោះមកវិញហើយកូននឹងវាជក់ថ្នាំវាយកលុយទៅជក់ថ្នាំអស់ហើយទៅទារលុយពីណាមកអញ្ចឹងប្រយ័ត្នតែមែនតើណាមិនមែនយកលុយទៅសងចេះតែសងទេត្រូវមើលឲ្យច្បាស់ថាតើអ្នកដែលទទួលលុយនឹងមានសិទ្ធិទទួលការសងដែរឬទេ